សួស្តីអញ្ចឹងឥឡូវខ្ញុំបង្ហាញពីរបៀបដាក់ frame ចូលទៅក្នុងវីដេអូដើម្បីឲ្យវាឃើញតាក់ទាញអញ្ចឹងទី1គឺដំបូងឡើយយើងចូលទៅក្នុង photo សិនដើម្បីទៅ edit វីដេអូវីដេអូយើងប្រើប្រាស់មួយចំនួនហ្នឹងពេលខ្លះវាអត់សូវមាន color ស្អាតអញ្ចឹងយើងចូលមក edit វីដេអូអញ្ចឹងយើងចូលមកឃើញអានេះវីដេអូ scene យើងវារូបរាងបែបហ្នឹងអញ្ចឹងយើងគ្រាន់តែចូលនេះយកអា Chrome ហ្នឹងមកហើយនឹងយកពាក្យ filter ហើយបន្ទាប់មកយើងយកអាទី2យើងយកអាទី2ហ្នឹងវាហ្នឹងវាជួយបន្ថែម color ហើយវាជួយឲ្យរូបភាពយើងវារៀងច្បាស់ជាងមុនណាហ្នឹងហើយអញ្ចឹងយើងយកប៉ុណ្្នឹងហើយយើងចុចពាក្យដានមកអញ្ចឹងប៉ុណ្្នឹងទៅវារួចរាល់នេះជំហានទី1កែវីដេអូយើងឲ្យវារៀងស្អាតណាអញ្ចឹងបន្ទាប់ពីយើងកែវីដេអូយើងឲ្យរៀងស្អាតហើយអញ្ចឹងយើងនឹងចូលទៅជំហានទី2ជំហានទី2ហ្នឹងគឺយើងចូលក្នុងកម្មវិធី CapCut យើងហ្នឹងហើយយើងចូលក្នុងនេះហ្នឹងកន្លែង create ហ្នឹងកន្លែង create ហើយបន្ទាប់មកទៀតគឺយើងយកវីដេអូដែលយើងបានកែហើយមិញហ្នឹងកែ color ហើយមិញហ្នឹងហើយយើងកែ color ហើយមិញយើងយកពាក្យ add មកហើយបន្ទាប់ពីយើងយកពាក្យ add ហើយយើងមើលខាងក្រោមរកមើលពាក្យ overlay យើងហ្នឹងហើយយើងយកពាក្យ overlay ហ្នឹងមកហើយបន្ទាប់មកយើងចុចពាក្យយើងចុច add មកយើងចុច add ហើយយើងយកអាកដាយើងយកកដាហ្នឹងហើយយើង select រូបអញ្ចឹងយើង select រូបដែលនេះរបស់យើងហ្នឹងដែលខ្ញុំបានបោះឲ្យហ្នឹងហើយបន្ទាប់មកយើងចុច add មកអញ្ចឹងអានេះយើងចុច add បានសម្រេចហើយអញ្ចឹងបន្ទាប់យើងចុច add បានសម្រេចហើយយើងបរិចវាបន្តិចមកយើងប្រើម្រាមដៃ2ដៃច្អុលនិងដៃកដាបរិចវាមកចាប់ទាញហ្នឹងហើយចាប់បរិចវាមកនេះអញ្ចឹងយើងចាប់បរិចឲ្យវាស្មើត្រូវស្អាតជាមួយនឹងវីដេអូរបស់យើងហើយយើងអាចមើល view វាខ្លះហើយចុះមកក្រុមនេះសំខាន់អាកន្លែងក្រុមនេះគឺយើងទាញរយៈពេលបង្ហាញអារូបភាព frame ដែលយើងដាក់មកវាត្រូវជាមួយនឹងរយៈពេលវីដេអូនេះអញ្ចឹងយើងទាញវាមកមុខមកហ្នឹងហើយទាញវាឲ្យស្មើអញ្ចឹងទៅបន្ទាប់ពីទាញស្មើហើយហ្នឹងហើយហើយយើង view វាមើលខ្លះទៅគេលោវាខុសត្រង់ណាគេលោវាអត់ត្រូវណាអញ្ចឹងយើង view វាអាកន្លែង CapCut ហ្នឹងបើយើង pro ហ្មងយើងលុបចោលហ្មងក៏បានដែរបាទហ្នឹងបើយើងទិញ license តែយើងអត់ទុកទៅព្រោះវានៅចុងអញ្ចឹងវាអត់អីទេហ្នឹងហើយតោះមកយើង review នេះហ្នឹងហើយយើងលុបមកយើងទាញវាស្មើអញ្ចឹងទៅឲ្យវាត្រូវរយៈពេលវីដេអូហើយនឹងរយៈពេលដែលយើងដាក់អា frame ដែលរូបភាពដែលយើងដាក់ឲ្យវាត្រូវគ្នាអញ្ចឹងអានេះជំហានទី2អញ្ចឹងយើងមើល review ទៅគេលុយមានចន្លោះខ្វះខាតត្រង់ណាឥឡូវបន្ទាប់ពីត្រូវឲ្យចូលជំហានទី3យើងចូលកន្លែង speed ហ្នឹងគឺយើងសេរីរយៈពេលវីដេអូយើងឲ្យវារៀងលឿនបន្តិចទៅព្រោះរយៈពេលភ្ញៀវមើលវាតិចដែរទេអញ្ចឹងភ្ញៀវអញ្ចឹងបើវីដេអូយើងនិយាយរៀងយូរវាពិបាកភ្ញៀវវាពិបាកក្នុងការតាក់ទាញអញ្ចឹងយើងសេរីពន្លឿនវីដេអូយើងមកបន្តិចមកនិយាយទៅយើងគ្រាន់តែពន្លឿនឲ្យវាលឿនមកមើលទៅភ្ញៀវគាត់ចាប់បានហើយងាយយល់អញ្ចឹងយើងសេរីនេះអាកន្លែង1ចុចហ្នឹងគឺយើងសេរីវាមក 1.5 មកហើយបើ 1.5 រៀងលឿនពេកយើងអាចបន្ថយវាត្រឹម 1.3 1.4 នេះទៅយើងសេរីមកល្មមមកមើលទៅវីដេអូយើងស្អាតលឿនល្មមមកងាយស្រួលស្ដាប់ហើយវាឆាប់ដល់ចំណុចសំខាន់នៃវីដេអូអញ្ចឹងទៅអញ្ចឹងតើយើងស្រីហើយចុចគ្រីសហើយចូលជំហានទី4បន្ទាប់មកទៀតយើងចូលជំហានទី4គឺយើងមកបន្ថែមតាក់ទងទៅលើសលេងតិចអញ្ចឹងយើងទាញពីឆ្វេងយើងទាញមកឆ្វេងមកហើយយើងចូលកន្លែង volume នឹងសលេងហើយយើងទាញត្រឹមពាក់កណ្ដាលមកហ្នឹងហើយឲ្យអញ្ចឹងទៅមានន័យថាពេលខ្លះសលេងដែលយើង record វារៀងលឺខ្សោយយើងតម្លើងវាពាក់កណ្ដាលទៅវាស្អាតហើយទាំងរយៈពេលក៏ដូចគ្នាដែរអញ្ចឹងយើងសេរីហើយយើងចុចគ្រីសមកហ្នឹងហើយអញ្ចឹងវាមានប៉ុណ្ណឹងអញ្ចឹងមានប៉ុណ្ណឹងជាការស្រេចអញ្ចឹងសរុបមកយើងពន្លឿនវារៀងលឿនបន្តិចមកតែ 1.5 ហើយយើងបន្ថែមសលេងវាពាក់កណ្ដាលមកគឺស្អាតហើយវីដេអូហ្នឹង